នេះបានចំជាអ្នកដែលគេរស់ស៊ីលះរបស់គេមែនបងប្អូនទម្លាក់ផ្លាកកាហ្វេប្រៃចោលលើកផ្លាកមុទិតាកាហ្វេខ្មែរចូលវិញបងប្អូនហើយផ្លាស់ប្ដូរទាំងអស់គ្រឿងទេសរបស់ប្រើប្រាស់ចោលខ្ទេចអស់ហើយបងប្អូនគឺចាប់ផ្ដើមមានបើកលក់សាមញ្ញបែបជាលក្ខណៈខ្មែររបស់យើងវិញហើយកាហ្វេរបស់គាត់នេះមានតាមជាន់បងប្អូនជាន់ក្រោមសម្រាប់យើងមកចូលមកចប់មកអីអង្គុយលេងធម្មតាអីបានតែបើថាបងប្អូនចង់បានលក្ខណៈបែបអង្គុយញ៉ាំបាយឬអង្គុយញ៉ាំកាហ្វេអានសភៅរបៀបផ្អែកតម្រេតស្រួលខ្លួនអីនេះមកជាន់ទី1របស់គាត់ដូចបងប្អូនឃើញអញ្ចឹងគាត់មានកន្លែងអង្គុយទៀបចេះមកហើយគាត់មានដាក់ទូសភៅយើងអានសភៅអានអីការរៀបចំនេះគាត់ស្អាតមែនតើបងប្អូនហើយបើថាបងប្អូនចង់បានលក្ខណៈតុកកៅអីអង្គុយស្រួលហ្មងអង្គុយរៀនអង្គុយអីសម្រាប់សិស្សសាលាធ្វើ assignment អីហ្នឹងគឺបងប្អូនអាចមកជាន់ទី2នេះបានការរៀបចំអីស្តៀងគ្នាប៉ុន្តែមានតុកមានកៅអីអង្គុយហើយសម្រាប់មនុយត្រេងអីរបស់គាត់ប្លែកគាត់ចង់បង្ហាញពីអត្តសញ្ញាណរបស់ខ្មែរណាអញ្ចឹងគាត់យកថ្នោតទុំមកច្នៃធ្វើជាកាហ្វេថ្នោតទុំមកគាត់អានេះឆ្ងាញ់បងប្អូនប្លែកម្យ៉ាងវាក្លិនឈ្ងុយអាថ្នោតទុំណាហើយគាត់មានមួយមុខទៀតនេះកាហ្វេគ្រីមថ្នោតមែនតើទៅគាត់បង្កើតមនុយពីរនេះមកក៏ដើម្បីតែអត្តសញ្ញាណចង់បង្ហាញឲ្យបងប្អូនដែលមួយថាគាត់បានផ្លាស់ប្ដូរមកជាបែបបទលក្ខណៈខ្មែរយើងវិញហើយនៅកន្លែងរបស់គាត់ក្រៅតែពីកាហ្វេសម្រាប់ពេលព្រឹកគឺយើងអាចញ៉ាំបាយស្រូបរបស់គាត់បាយស្រូបនាងល្អិតអីរបស់គាត់នេះហាន់សាច់ហាន់បងទាល្អិតបែបលក្ខណៈរំលឹកអនុស្សាវរីយ៍កាលពីក្មេងអញ្ចឹងទៅហើយសម្រាប់អ្នកដែលគាត់ចង់ញ៉ាំបែបលក្ខណៈមិនសូវច្រើនល្មមស្រាលអីគាត់អាចញ៉ាំឌីមសាំអីមកគាត់នេះគាត់មានហាកៅគាត់មានសៀវម៉ៃមានជើងមាន់មាននំប៉ាវអីចឹងទៅយើងអាចញ៉ាំអាហ្នឹងបន្តិចទៅញ៉ាំកាហ្វេមួយកែវអីចឹងទៅហើយបញ្ជាក់បងប្អូនសម្រាប់ប្រភេទហាកៅអីទាំងអស់នេះគាត់មិនមែនធ្វើខ្លួនឯងទេគឺគាត់យកមកពីខាងសាមតូហើយបើសិនជាពុកម៉ែបងប្អូនស្គាល់សាមតូច្បាស់ដឹងពីរសជាតិឌីមសាំអីរបស់គាត់នៅហ្នឹងហើយថារសជាតិឆ្ងាញ់បែបម៉េចប៉ុន្តែបើថាពេលអាសៀលចាប់ពីម៉ោង2អីអាហ្នឹងខ្ញុំណែនាំបងប្អូនពេលព្រឹកក៏បានប៉ុន្តែពេលអាសៀលក៏បានដែរប៉ុន្តែខ្ញុំគិតថាប្រភេទមីស៊ុបអីរបស់គាត់នេះម៉ោង2ម៉ោង3អីហ្នឹងអូអែមណាស់បងប្អូនអានេះមិនមកចាំទៅរកកន្លែងណាដែលរបៀបបែបលក្ខណៈជនបទឬមួយជាណាព្រោះនៅនេះគាត់ធ្វើរសជាតិបែបលក្ខណៈអាមីស៊ុបបែបបឋមណាមានតកួនឈូសមានស្ពៃមានអីអារបៀបស៊ុបមីបែបយើងធ្វើហូបនៅផ្ទះមានឈាមមានប្រហិតអីរសជាតិអែមមែនបងប្អូនអាចទៅសាកបានអានេះគឺជារូបមន្តគ្រួសាររបស់គាត់ដែលគាត់ធ្វើហូបនៅផ្ទះប៉ុន្តែគាត់យកមកលក់នៅក្នុងហាងរបស់គាត់អាមីស៊ុបនេះតំណងណាស់បងប្អូនដាក់កាហ្វេមួយកែវដាក់មីស៊ុបនេះមួយចានដឹងតែមកអែមម៉ោង2ម៉ោង3អីកុំភ្លេចបងប្អូនពេលល្ងាចត្រូវជាងពេលព្រឹកទៀតចឹងហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់ជិះកាត់ផ្លូវជាតិលេខ 6A នៅខាងគម្រោងបរិយពេញហួតនៅshop house បងប្អូនអ្នកដែលគាត់ធ្លាប់តែឃើញថាមានកាហ្វេព្រៃកាហ្វេអីហ្នឹងឥឡូវគឺផ្លាស់ប្ដូរឲ្យឃើញមុទិតានេះបងប្អូនអាចចូលទិញវិញបានអត់អីទេគាត់ប្ដូរអស់ហើយគ្រឿងទេសគ្រឿងអីខ្ញុំបានសួរបញ្ជាក់គាត់ហើយអញ្ចឹងសម្រាប់អ្នកដែលគាត់គិតថាកន្លែងនេះកាលមុនមានកាហ្វេព្រៃអត់ចង់ចូលបងប្អូនអាចចូលវិញបានអត់អីទេគាត់លើកផ្លាកមុទិតាប៉ុណ្ណាណីនេះអាចចូលគ្រប់គ្រងគាត់ទៅបងប្អូនធម្មតាដោយបងប្អូនអ្នករស់ស៊ីគឺដឹងច្បាស់ហើយថាការដែលយើងបោះ franchise ចោលផ្លាស់ប្ដូរមក brand មួយគឺមិនងាយទេបងប្អូនបោះគ្រឿងទេសបោះអីចោលនេះខាត់បងច្រើនអញ្ចឹងបងប្អូនអាចមកគ្រប់គ្រងគាត់បានអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែកម្លែកអរគុណបងប្អូនជំរាបលាបាយ